ព័ត៌មានទី4នេះបាទគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox News បាទដែលបានសម្ភាសជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតបាទសារព័ត៌មាន Fox News បានសរសេរយ៉ាងវែងលម្អិតតែម្ដងបាទហើយខ្ញុំផ្ដោតទៅគឺការសរសេរផ្ដោតគឺមានចំណុចចំនួន3សំខាន់ណាខ្ញុំជម្រាបជូនមុនសិនបានខ្ញុំនឹងអានជូនប្រិមិត្តបកប្រែទូជូនប្រិមិត្តគឺចំណុចទី1ពាក់ព័ន្ធជាមួយនឹងការដែលមកថៃនៅបន្តគ្រប់គ្រងទៅលើដីរបស់កម្ពុជាចំណុចទី2តកតងជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាមេរិកពីព្រោះអីសារព័ត៌មានអាមេរិកមួយណាដាច់ខាតត្រូវទៅសួរឲ្យបើខ្ញុំនៅ VOA ក៏ខ្ញុំមានឱកាសសម្ភាសគាត់ក៏ខ្ញុំធ្វើសួរដែរពីព្រោះអាមេរិកចង់ដឹងបាទហើយនឹងចំណុចទី3គឺនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអំពីកិច្ចសហប្រតិបត្តិការជាមួយនឹង FBI របស់សហរដ្ឋអាមេរិកក្នុងការបង្ក្រាប scam online បាទអញ្ចឹងដូច្នេះខ្ញុំជូនចំណុចសំខាន់ប៉ុណ្ណឹងហើយខ្ញុំសូមបកប្រែទូប៉ុន្តែមិនយកទាំងស្រុងទេបាទគាត់សរសេរលម្អិតល្អរបស់គាត់ណាបើប្រិមិត្តណាចេះអង់គ្លេសខ្ញុំនឹងដាក់ដំណរជូនហើយចូលទៅអានដោយខ្លួនឯងណាបាទបើយោងតាមសារព័ត៌មាន Fox News នេះគឺឲ្យដឹងថាខាងនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថាគឺកងកម្លាំងថៃនឹងនៅតែកំពុងកាន់កាប់ទឹកដីរបស់កម្ពុជាក្នុងតំបន់ទោះបីជាមានការសម្របសម្រួលពីលោកប្រធានាធិបតី Donald Trump ក៏ដោយបាទសារព័ត៌មានបានចាប់ផ្ដើមដោយរាយការណ៍ថាកាលពីឆ្នាំមុននៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានជួយសម្របសម្រួលកិច្ចព្រមព្រៀងជប់បាញ់រវាងប្រទេសថៃនិងកម្ពុជាលោកបានប្រកាសពីជ័យជំនះលោកបានមានប្រសាសន៍ថាតើអ្នកណាផ្សេងទៀតអាចនិយាយបានថាខ្ញុំនឹងធ្វើការគ្រាន់តែហៅទូរស័ព្ទហើយបញ្ឈប់សង្គ្រាមរវាងប្រទេសដ៏មានអំណាចពីរគឺប្រទេសថៃនិងប្រទេសកម្ពុជានោះឥឡូវនេះកិច្ចព្រមព្រៀងនោះហាក់ដូចជាស្ថិតនៅក្រោមភាពតានតឹងខណៈដែលនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានប្រាប់ Fox News Digital ថាកងកម្លាំងថៃបានវាយរុញច្រានចូលទៅក្នុងទឹកដីកម្ពុជាដែលកម្ពុជាបានកាន់កាប់ជាយូរមកហើយហួសពីខ្សែបន្ទាត់ព្រំដែនដែលមានចំនួនទាហានថៃបានបិទភូមិនានាដោយលួចបន្លានិងកុងតឺន័រដែលធ្វើឲ្យប្រជាជនកម្ពុជាប្រមាណជា80000នាក់មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានបានទេនេះបើយោងតាមមន្ត្រីរបស់កម្ពុជាលោកម៉ាណែតបាននិយាយថាការកាន់កាប់នេះគឺហួសពីការទាមទារជាឯកតោភាគីរបស់ប្រទេសថៃអ្នកភូមិជាច្រើនមិនអាចត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញបានទេនេះបើយោងតាមសម្ដីដែលលោកបានថ្លែងដោយផ្ទាល់រូបភាពនិងរបាយការណ៍ក្នុងស្រុកពីការប្រយុទ្ធគ្នាថ្មីបំផុតបង្ហាញពីការខូចខាតដល់រចនាសម្ព័ន្ធនៅជិតព្រំដែនរួមទាំងនៅឬជិតប្រាសាទព្រះវិហារដែលបានចុះបញ្ជីដោយអង្គការ UNESCO ដែលបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពនៃតំបន់បេតិកភណ្ឌវប្បធម៌ដែលជាប់នៅក្នុងតំបន់ដែលមានជម្លោះមន្ត្រីកម្ពុជាបានស្ដីបន្ទោសកងកម្លាំងថៃចំពោះការខូចខាតខណៈដែលមន្ត្រីថៃបានបដិសេធថាមិនបានកំណត់គោលដៅដោយចេតនាលើទីតាំងសាសនាឬវប្បធម៌ទេដោយនិយាយថាប្រតិបត្តិការយោធាត្រូវបានកំណត់ចំពោះតំបន់សន្តិសុខដែលមានជម្លោះ Fox News មិនអាចតាក់ទងសានទូតថៃដើម្បីសុំការអត្ថាធិប្បាយលើបទសម្ភាសន៍នេះបាននៅឡើយទេយ៉ាងណាក៏ដោយលោកម៉ាណែតបានបដិសេធមិនប្រើការគម្រាមកំហែងសងសឹកវិញដោយយោធាទេកន្លែងនោះច្បាស់ណាគឺបានន័យថាទោះបីជាមានរឿងនេះក៏ដោយគឺមេដឹកនាំកម្ពុជាគាត់បដិសេធមិនប្រើយោធាដើម្បីសងសឹកនឹងថៃវិញទេលោកបានមានប្រសាសន៍ថាសម្ដីដើមគាត់ថាជំហររបស់យើងគឺយើងតែងតែប្រកាន់ខ្ជាប់នៅដំណោះស្រាយដោយសន្តិវិធីយើងមិនជឿថាការប្រើប្រាស់សង្គ្រាមដើម្បីបញ្ចប់សង្គ្រាមគឺជានិរន្តរភាពឬជារឿងជាក់ស្ដែងដែលត្រូវធ្វើនោះទេប្រទេសថៃមានប្រជាជនជាង70លាននាក់ប្រហែល4ដងនៃចំនួនប្រជាជន17លាននាក់របស់ប្រទេសកម្ពុជាហើយមានវត្តមានយោធាមានទំហំធំនិងមានអាវុធបានល្អជាងដែលបង្កើនហានិភ័យនៃចំនួនណាមួយដែលអាចកើតមានឡើងវិញនោះដោយសារការប្រយុទ្ធគ្នាម្ដងទៀតកំពុងគំរាមកំហែងដល់ស្ថិរភាពផុយស្រួយតាមបណ្ដោយព្រំដែនលោកម៉ាណែតបានធ្វើដំណើរមកកាន់រដ្ឋធានី Washington នៅសប្តាហ៍នេះដើម្បីចូលរួមប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី Donald Trump
លោកបានមានប្រសាសន៍ថាក្រុមប្រឹក្សាសន្តិភាពអាចដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់សន្តិភាពស្ថិរភាពនិងភាពប្រក្រតីរវាងប្រទេសកម្ពុជានិងប្រទេសថៃលោកហ៊ុនម៉ាណែតបានឡើងកាន់តំណែងនៅឆ្នាំ2023ដោយជំនួសឪពុករបស់លោកគឺលោកហ៊ុនសែនដែលបានគ្រប់គ្រងប្រទេសកម្ពុជាអស់រយៈពេលជិត4ទសវត្សរ៍ការផ្លាស់ប្ដូរមេដឹកនាំបានកត់សម្គាល់ដោយការប្រគល់អំណាចជាផ្លូវការលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ទោះបីជាគណៈបកប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានរក្សាការគ្រប់គ្រងយ៉ាងរឹងមាំលើប្រព័ន្ធនយោបាយរបស់ប្រទេសនេះចំពេលមានការរិះគន់ជាយូរមកហើយពីក្រមសិទ្ធិមនុស្សអំពីដែនកំណត់លើសកម្មភាពប្រឆាំងក៏ដោយជានិស្សិតដែលបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិកនៅ West Point លោកម៉ាណែតបានខិតខំរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិនខណៈពេលដែលកំពុងបើកឡើងវិញដោយប្រុងប្រយ័ត្ននៅបណ្ដាញតាក់ទងជាមួយនឹងទីក្រុង Washington រួមទាំងការស្ដារឡើងវិញនៅសមយុទ្ធយោធារួមគ្នាដែលត្រូវបានផ្អាកនៅឆ្នាំ2017ខណៈពេលដែលប្រទេសកម្ពុជាកំពុងដោះស្រាយភាពតានតឹងជាមួយនឹងប្រទេសថៃកម្ពុជាក៏កំពុងធ្វើឲ្យមានតុល្យភាពរវាងទំនាក់ទំនងរវាងទីក្រុង Washington និងទីក្រុងប៉េកាំងផងដែរលោកម៉ាណែតបាននិយាយថាការទំនាក់ទំនងជាមួយនឹងមហាអំណាចពិភពលោកដែលកំពុងតែប្រកួតប្រជែងគ្នាគឺមិនចាំបាច់ជាល្បែងដែលមានផលបូកសូន្យនោះទេ zero sum game គឺបានឬក៏និយាយថាជាល្បែងដែលមានអ្នកទៅឈ្នះអ្នកទៅចាញ់នោះទេហើយថាប្រទេសកម្ពុជាក្នុងនាមជាប្រទេសតូចមួយមិនអាចមានលទ្ធភាពជ្រើសរើសប្រទេសមួយដោយចោលដោយប្រឆាំងនឹងប្រទេសមួយទៀតបានទេតុល្យភាពនោះបានផ្ដោតមួយផ្នែកទៅលើមូលដ្ឋានកងទ័ពជើងទឹករៀមដែលជាកន្លែងយុទ្ធសាស្ត្រមួយនៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសកម្ពុជាដែលត្រូវបានកសាងឡើងវិញដោយហេរញ្ញប្បទានរបស់ប្រទេសចិននាវាចម្បាំង USS Cincinnati បានចូលចតនៅកំពង់ផែរៀមនៅចុងខែមករាដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាវាចម្បាំងសហរដ្ឋអាមេរិកចាប់តាំងពីមូលដ្ឋាននេះត្រូវបានជួសជុលឡើងវិញដោយមូលនិធិនឹងការគ្រប់គ្រងបច្ចេកទេសរបស់ប្រទេសចិនដំណើរទស្សនកិច្ចនេះត្រូវបានកត់សម្គាល់ដោយរូបភាពដ៏គួរឲ្យចាប់អារម្មណ៍មួយគឺនាវាចម្បាំង USS Cincinnati បានចូលចតចម្ងាយប្រហែលជា150ម៉ែត្រពីនាវាកងទ័ពជើងទឹកចិនដែលបានចតនៅមូលដ្ឋាននោះរួចហើយអស់រយៈពេលជាច្រើនឆ្នាំមកហើយមន្ត្រីសហរដ្ឋអាមេរិកបានលើកឡើងពីការព្រួយបារម្ភថាប្រទេសកម្ពុជាបានផ្ដល់សិទ្ធិចូលប្រើប្រាស់ផ្ដាច់មុខដល់ប្រទេសចិនប៉ុន្តែលោកម៉ាណែតបានទទូចថាមូលដ្ឋានទ័ពនេះនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាទេរដ្ឋធម្មនុញ្ញរបស់យើងចែងថាគ្មានមូលដ្ឋានទ័ពបរទេសណាមួយអាចស្ថិតនៅលើទឹកដីរបស់កម្ពុជាបានទេលោកបានមានប្រសាសន៍ថាដំណើរទស្សនកិច្ចរបស់សហរដ្ឋអាមេរិកបង្ហាញយ៉ាងច្បាស់ថាកម្ពុជាមិនត្រូវបានប្រើប្រាស់ជាមូលដ្ឋានកងទ័ពជើងទឹកសម្រាប់សហប្រតិបត្តិការជាមួយប្រទេសចិនទាំងស្រុងនោះទេលោកម៉ាណែតក៏បានបញ្ជាក់ផងដែរថាសមយុទ្ធយោធាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិកនិងកម្ពុជាដែលគេស្គាល់ថាអង្គរ Sentinel ឬឆ្មាំអង្គរដែលត្រូវបានផ្អាកនៅឆ្នាំ2017ត្រូវបានកំណត់ឲ្យបន្តឡើងវិញនៅឆ្នាំនេះដែលជាសញ្ញាបង្ហាញពីទំនាក់ទំនងការពិតជាតិដ៏កក់ក្ដៅលោកបានបញ្ជាក់ថាយើងសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការពង្រីកបន្ថែមទៀតជាមួយនឹងសហរដ្ឋអាមេរិកក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាបានលេចចេញជាមជ្ឈមណ្ឌលសម្រាប់ប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតទ្រង់ទ្រាយធំរួមទាំងគម្រោងដែលគេហៅថាការសម្លាប់ជ្រូកដែលបានបោកប្រាស់ជនរងគ្រោះទូទាំងពិភពលោករួមទាំងជនជាតិអាមេរិកផងដែរអស់ប្រាក់រាប់ពាន់លានដុល្លារអាជ្ញាធរសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអង្គភាពដែលមានទំនាក់ទំនងជាមួយនឹងកម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំរូបិយប័ណ្ណគ្រីបតូនិងបានជំរុញឲ្យទីក្រុងភ្នំពេញពង្រឹងកិច្ចសហប្រតិបត្តិការខិតខំប្រឹងប្រែងអនុវត្តច្បាប់ចំពេលមានការព្រួយបារម្ភអំពីការជួញដូរមនុស្សនិងការបង្ខំឲ្យធ្វើការដែលជាប់ទាក់ទងនឹងសមាសធាតុមួយចំនួនលោកម៉ាណែតបាននិយាយថារដ្ឋាភិបាលរបស់លោកបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរសហរដ្ឋអាមេរិកហើយថ្មីៗនេះបានធ្វើការជាមួយនឹង FBI ដើម្បីរុះរើប្រតិបត្តិការដ៏សំខាន់មួយរបស់ក្រុមនោះលោកបានមានប្រសាសន៍ថាថ្មីៗនេះយើងបានធ្វើការជាមួយនឹង FBI ក្នុងការបង្ក្រាបករណីដ៏សំខាន់មួយដែលពាក់ព័ន្ធនឹងអង្គការម្នាក់
ដោយសំដៅទៅលើអិសរាជជនកម្ពុជាដែលមានឥទ្ធិពលម្នាក់គឺអង្គញាហើយលោកបានបញ្ជាក់ថាយើងបានចាប់ខ្លួនគាត់ហើយយើងបានបិទនៅសមាជិកក្រុមមួយចំនួនធំហើយបាទនេះគឺជាការដកស្រង់របស់ខ្ញុំពីសារព័ត៌មាន Fox News ដែលមេដឹកនាំរបស់កម្ពុជាបានផ្ដល់បទសម្ភាសន៍បាទចឹងសង្ឃឹមថាប្រិមិត្តអាចទទួលយកបានណាចំពោះការចែករំលែកព័ត៌មានរបស់ខ្ញុំនេះ